ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់បាយម្ហូបកំងមួយចាដែលភ្ញៀវរបស់យើងគាត់បានកំងឥឡូវហ្នឹងគឺខាងយើងបានរៀបចំឲ្យរួចរាល់ 100% ហើយចាគឺស្អាតខ្លាំងមែនតែនដបូលរបស់យើងពណ៌ក្រហមលឿងចំណែករូបភាពវិញគឺពណ៌ទឹកក្រូចចាស៊ីគ្នាខ្លាំងមែនតែនហើយខ្ញុំភ្លេចគិតរឿងធុងហ្គាសទៀតដល់ពេលមកមើលធុងហ្គាសពណ៌ទឹកក្រូចដូចគ្នាទៀតចឹងមួយឈុតហ្នឹងគឺពណ៌ទឹកក្រូចតែម្ដងចាហើយអតែនឹងដែរគឺធំទលាយខ្លាំងមែនតែនខាងក្នុងអីគឺបដោយវាពេញមកតួអតែនឹងតែម្ដងចាខាងកន្លែងដែលគាត់បិទក្របពីលើហ្នឹងកន្លែងហ្នឹងគឺគាត់ចោះឆ្នាំងស៊ុបមួយចាដោយសារតែគាត់សុំអាពីផ្ទាំងហ្នឹងទុកយកទៅក្របពេលដែលគាត់អត់លក់កាទៀវលក់ស៊ុបអីហ្នឹងគឺគាត់អាចដាក់អីវ៉ាន់អីនៅលើហ្នឹងបានរៀបចំវិចខ្ចប់អីបានអញ្ចឹងណាក្បាលចក្រានគាត់ចោះពីចាហើយខាងទូកញ្ចក់របស់យើងគឺ2ថ្នាក់3ប្រឡោះវែងបដោយមកទូអទេសយើងតែម្ដងខាងក្រោយគឺយើងមានកន្លែងដាក់ធុងតកកដាក់ធុងបាយអីគាត់ទៀតអញ្ចឹងណាអានេះចក្រានអាំងសាច់របស់យើងប្រភេទខ្នាតធំពេញមកគូតអទេសនឹងតែម្ដងចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការអីគឺអាចធ្វើការកម្មងបានចាតាមរយៈ page នេះផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនសម្រាប់ការជឿជាក់និងគាំទ្រមកលើ page មេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ